នៅក្នុងវីដេអូនេះនឹងបង្ហាញអ្នកទាំងអស់គ្នាលម្អិតទាក់ទងជាមួយនឹងការមើលកម្មវិធីរបស់ EPS ហ្នឹងហើយអញ្ចឹងយើងមានកុំព្យូទ័រមកយើងចូលទៅក្នុងពាក្យថាយើងចូល Google ហើយយើងវាយពាក្យថា Webcooking គួរយងខ្វាន់លីអញ្ចឹងយើងវាយពាក្យនឹងពងហើយអញ្ចឹងយើងអាចចូលទៅក្នុង website របស់ខាង EPS នឹងបានដើម្បីចូលទៅយើងមើលលម្អិតខ្ញុំនឹងបញ្យល់លម្អិតមែនតើទាក់ទងជាមួយនឹងEPS ហ្នឹងយើងត្រូវមើលអីគេខ្លះអញ្ចឹងខ្ញុំនឹងបញ្យល់លម្អិតតាក់ទងជាមួយនឹងកម្មវិធី EPS ហ្នឹងនៅក្នុងវីដេអូហ្នឹងអញ្ចឹងកុំភ្លេចមើលពីដើមរហូតដល់ចប់ផងអញ្ចឹងពេលដែលយើងចូលមកដល់ក្នុងនេះហើយអញ្ចឹងអ្វីដែលយើងត្រូវចូលទៅបន្តទៀតគឺយើងត្រូវធ្វើការបំពេញនៅ ID ហើយនឹង password មានន័យថា ID និងលេខសម្ងាត់របស់កម្មវិធី EPS អញ្ចឹងដោយសារតែខ្ញុំមានរួចហើយអញ្ចឹងខ្ញុំចូលមកបំពេញនៅកន្លែងនេះអញ្ចឹង ID និង password របស់យើងអញ្ចឹងអ្នកទាំងអស់គ្នាបើសិនណាជាអត់មាន ID អត់មាន password ទេកុំភ្លេចចូលទៅមើលក្នុងវីដេអូនៅក្នុង channel របស់ខ្ញុំដើម្បីមើលពីលម្អិតរបៀបការភ្ជាប់កម្មវិធី EPS ហើយទាក់ទងជាមួយនឹងការស្វែងរក ID និង password ឡើងមានបើសិនណាអ្នកទាំងអស់គ្នាភ្លេចអញ្ចឹងណាហ្នឹងហើយអញ្ចឹងអ្នកទាំងអស់គ្នាចូលមកកន្លែងនេះគ្រាន់តែវាយ ID ហើយនិង password ចូលមកបាទអញ្ចឹងពេលដែលវា ID password ចូលមកអញ្ចឹងអ្នកទាំងអស់គ្នាគ្រាន់តែចុចលើពាក្យ login មកអញ្ចឹងពេលដែល login ពងអញ្ចឹងអ្នកទាំងអស់គ្នាត្រូវផ្ទៀងផ្ទាត់មួយសារទៀតគឺជាមួយនឹងថ្ងៃខែឆ្នាំកំណើតរបស់អ្នកទាំងអស់គ្នាអញ្ចឹងណាហ្នឹងហើយអញ្ចឹងខ្ញុំសូមបញ្ជាក់មួយទៀតអញ្ចឹងការធ្វើរបស់ខ្ញុំនេះគឺនៅក្នុងកុំព្យូទ័រអញ្ចឹងមានភាពងាយស្រួលហើយលឿនរហ័សជាងទូរស័ព្ទហ្នឹងហើយក៏ពិតមើលទូរស័ព្ទក៏បានដែរប៉ុន្តែនេះដោយសារខ្ញុំធ្វើបង្ហាញអ្នកទាំងអស់គ្នានឹងកុំព្យូទ័រមានភាពស្រួលជាងអញ្ចឹងណាអញ្ចឹងពេលដែលចូលមកបែបនេះគឺការបង្កើតមានន័យថា EPS របស់យើងគឺបានជោគជ័យអញ្ចឹងអ្វីដែលយើងត្រូវមើលទី1អញ្ចឹងនៅកន្លែងនេះគឺយើងអាចមើលនៅថ្ងៃខែមានន័យថាតកែសញ្ញាចេញសញ្ញាចូលយើងអាចមើលក្នុងនឹងបានអញ្ចឹងដោយករណីរបស់ខ្ញុំឡើយនេះគឺមានន័យថាខ្ញុំនៅសល់រយៈពេល800ថ្ងៃជាងទៀតអញ្ចឹង889ថ្ងៃជិត900ថ្ងៃដែរហ្នឹងហើយអញ្ចឹងកន្លែងនេះយើងអាចមើលបានថាតើតកែរបស់យើងមានន័យថាគាត់កិច្ចសន្យាការងាររបស់យើងគឺចាប់ពីខែ7ថ្ងៃទី12បាទអញ្ចឹងរហូតដល់ខែ3ថ្ងៃទី24អញ្ចឹងធម្មតាគឺមានរយៈពេល3ឆ្នាំកិច្ចសន្យាការងារណាអញ្ចឹងចប់3ឆ្នាំហើយបានយើងទៅត1ឆ្នាំ10ខែទៀតអញ្ចឹងណាហ្នឹងហើយអញ្ចឹងកន្លែងនេះក៏យើងមើលតែប៉ុណ្្នឹងទេហ្នឹងហើយអញ្ចឹងតកែសញ្ញាចេញសញ្ញាចូលគឺយើងអាចមើលក្នុងបានទាំងអស់អញ្ចឹងណាហ្នឹងហើយអញ្ចឹងបើករណីលេខខាងលើដូចអក្សរ D ប្រហែល800ថ្ងៃជាងបើនៅសល់ដូចគ្នាអញ្ចឹងគឺមានន័យថាការដែលសុពលភាពរបស់យើងនៅហ្នឹងគឺល្អអីទេអញ្ចឹងអត់មានបញ្ហាទេប៉ុន្តែបើជាករណីបើខុសគ្នាខាងលើប្រហែល800ថ្ងៃជាងក្រោមសល់ទៅ30ថ្ងៃអញ្ចឹងមានន័យថាតកែអាចគាត់ផ្លិចតឬមួយក៏មានបញ្ហាសញ្ញាចេញសញ្ញាចូលប្រាប់យើងអញ្ចឹងណាអញ្ចឹងនៅខាងឆ្វេងដៃកន្លែងនេះគឺប្រាក់បំណាច់ឆ្នាំថេជីគឹមអញ្ចឹងថេជីគឹមរបស់ខ្ញុំកន្លែងនេះគឺខ្ញុំបានឡើងចិត្តឡើងចិត្ត7លានហ្នឹងហើយអញ្ចឹងដោយសារខ្ញុំធ្វើនៅនឹងយូរដែរអញ្ចឹងចាប់ពីខែឆ្នាំណាលោកឆ្នាំណាអ្នកនរគ្នាអាចមើលក្នុងនឹងបានអញ្ចឹងណាអញ្ចឹងទី2គឺសកលសំខាន់នេះគឺប្រាក់បំណាច់ឆ្នាំមានន័យថាថេជីគឹមអញ្ចឹងទី3អ្វីដែលយើងត្រូវមើលឡើងនេះគឺតកតងជាមួយនឹងប្រាក់ធានារ៉ាប់រងគឺប្រាក់Samsung ផូហមរបស់យើងគឺ500000អញ្ចឹងប្រាក់នេះតើយើងចាក់ចេញពីប្រទេសកូរ៉េមិនអាចដកបានណាអញ្ចឹងមានន័យថារបៀបមើល EPS គឺមានតែ3ហ្នឹងសំខាន់តកែសញ្ញាចិញ្ចោលទី1ទី2គឺតកតងជាមួយនឹងថេជីគឹមប្រាក់បំណាច់ឆ្នាំទី3គឺប្រាក់ធានារ៉ាប់រងអញ្ចឹងមានមើលចេះមើលតែ3ហ្នឹងគឺ EPS ចប់ហើយមានអីបាក់ទេអញ្ចឹងតកតងមួយការបង្កើតតកតងមួយការស្វែងរក ID ពីអ្នកនរគ្នាអាចមើលក្នុង channel របស់ខ្ញុំបានអញ្ចឹងអរគុណសម្រាប់ការតាមដាន